បងប្អូនតើធ្លាប់មានពេលណាដែលបងប្អូនឆ្ងល់ទេថាហេតុអ្វីបានជា AI អាចប្រាប់យើងថាថ្ងៃស្អែកមានភ្លៀងធ្លាក់ហើយថ្ងៃស្អែកទីផ្សារភាគហ៊ុននឹងធ្លាក់ចុះបានយ៉ាងត្រឹមត្រូវភ្លាមប៉ុន្តែការពិតទៅវាមិនដែលដឹងថាទឹកមានអារម្មណ៍យ៉ាងម៉េចឬក៏សេចក្តីលោភលន់របស់យើងគឺជាអ្វីនោះទេយើងទាំងអស់គ្នាតែងតែភ្ញាក់ផ្អើលនៅពេលដែលម៉ាស៊ីនអាចទស្សន៍ទាយអនាគតបានយ៉ាងជាក់លាក់ហើយចាប់ផ្ដើមគិតថាម៉ាស៊ីនបញ្ញាសិប្បនិម្មិតទាំងអស់នោះវាពិតជាឆ្លាតមែនយើងប្រកាសជាយល់ថាប្រហែលជា AI ទាំងអស់នោះឬក៏ម៉ាស៊ីនទាំងអស់នោះវាប្រកាសជាយល់រឿងទាំងអស់នោះហើយក៏ប៉ុន្តែបងប្អូនមានដឹងទេថានេះគឺជាភាពពិសេសដ៏ចម្លែកមួយហើយក៏ជាអន្ទាក់ដ៏គ្រោះថ្នាក់បំផុតនៅក្នុងសម័យបច្ចេកវិទ្យា AI នេះផងដែរនៅក្នុងវីដេអូមួយនេះយើងនឹងមកទម្លាយអាចកំបាំងមួយនេះដើម្បីឲ្យបងប្អូនយល់ថាតើ AI ពិតជាមានប្រាជ្ញាដូចអ្វីដែលយើងគិតដែរឬទេឧទាហរណ៍ជាក់ស្ដែងអំពីគំរូអាកាសធាតុដែលអាចប្រាប់បងប្អូនថាថ្ងៃស្អែកម៉ោង3រសៀលនឹងមានភ្លៀងធ្លាក់ដែលផ្អែកទៅលើទិន្នន័យស្ថិតិរាប់លានដែលវាដំណើរក៏ប៉ុន្តែ AI មិនដែលដឹងទេថាតើការធ្លាក់ភ្លៀងវានឹងមានអារម្មណ៍យ៉ាងដូចម្ដេចតើវាត្រជាក់លើស្បែកយ៉ាងណាឬតើវាធ្វើឲ្យដំណាំលូតលាស់បានយ៉ាងដូចម្ដេចនោះទេដូចគ្នាដែរ algorithm ទីផ្សារហ៊ុនអាចទស្សន៍ទាយអំពីការធ្លាក់ចុះទីផ្សារបានដោយផ្អែកទៅលើលំនាំនៃការទិញលក់ក៏ប៉ុន្តែមិនយល់ទេថាតើសេចក្តីលោភលន់ឬក៏ការភ័យខ្លាចរបស់មនុស្សគឺជាអ្វីហើយហេតុអ្វីបានជាមនុស្សសម្រេចចិត្តលុបភាគហ៊ុនរបស់ពួកគេចោលនេះហើយគឺជាភាពពិសេសដ៏ចម្លែកនៃ AI វាអាចទស្សន៍ទាយអនាគតបានយ៉ាងត្រឹមត្រូវដោយមិនចាំបាច់យល់អំពីមូលហេតុឬក៏អត្ថន័យដែលនៅពីក្រោយទិន្នន័យទាំងអស់នោះឡើយវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រសិទ្ធភាពការងារក៏ប៉ុន្តែវានឹងក្លាយទៅជាគ្រោះថ្នាក់ដ៏ធំមួយប្រសិនបើយើងច្រឡំថាការទស្សន៍ទាយទាំងនោះគឺជាប្រាជ្ញាបងប្អូនគិតមើលថាការទស្សន៍ទាយវាគ្រាន់តែជាការប្រាប់ថារឿងអ្វីនឹងកើតឡើងតែប៉ុណ្ណោះប៉ុន្តែប្រាជ្ញាគឺជាការយល់ដឹងថាហេតុអ្វីបានជារឿងនោះកើតឡើងហើយតើយើងគួរធ្វើដោយស្របតាមតម្លៃសីលធម៌ហើយនិងតម្លៃមនុស្សដោយរបៀបណាការយល់ដឹងស៊ីជម្រៅបែបនេះទាមទារឲ្យមានអ្វីមួយដែល AI គ្មានគឺការគិតយឺតហើយនិងគំរូផ្លូវចិត្តរបស់យើងដែលមានតែសត្វមានស្មារតីដូចជាមនុស្សយើងតែប៉ុណ្ណោះដែលមានវាការគិតយឺតគឺជាការដកដង្ហើមការពិចារណាការយល់ចិត្តហើយនិងការវិតម្លៃទៅលើបរិបទដ៏ស្មុគស្មាញនៃជីវិតរបស់យើងដូច្នេះតើយើងគួរប្រើប្រាស់ AI យ៉ាងដូចម្តេចឲ្យបានត្រឹមត្រូវចម្លើយនោះគឺយើងត្រូវផ្ដល់តម្លៃទៅលើអំណាចនៃទស្សន៍ទាយរបស់វាប៉ុន្តែយើងត្រូវតែមានភាពស្មោះត្រង់អំពីដែនកំណត់របស់វា AI គឺជាឧបករណ៍ដ៏អស្ចារ្យសម្រាប់កាត់បន្ថយលំហស្វែងរករបស់យើងតើវាមានន័យដូចម្តេចវាមានន័យថាបើបងប្អូនត្រូវសម្រេចចិត្តលើរឿងអ្វីមួយដែលមានជម្រើសរាប់លានរាប់ពាន់ត្រង់ចំណុចនេះ AI អាចជួយបងប្អូនឲ្យច្រោះយកតែជម្រើសដែលល្អបំផុតចំនួន10យកមកឲ្យបងប្អូនវិភាគបន្តវាជួយសន្សំសំចៃពេលវេលាហើយនិងកម្លាំងរបស់បងប្អូនបានយ៉ាងច្រើនក៏ប៉ុន្តែ AI មិនមែនជាឧបករណ៍សម្រាប់ធ្វើការសម្រេចចិត្តចុងក្រោយលើផ្លូវសីលធម៌ហើយនិងយុទ្ធសាស្ត្រនោះទេឧទាហរណ៍ AI អាចប្រាប់យើងថាការបណ្ដេញបុគ្គលិក100នាក់នឹងជួយឲ្យក្រុមហ៊ុនឲ្យរស់រានមានជីវិតនៅក្នុងពេលមានវិបត្តិនេះបាននេះជាការទស្សន៍ទាយតាមស្ថិតិក៏ប៉ុន្តែតើវាជាការសម្រេចចិត្តដែលត្រឹមត្រូវតាមសីលធម៌ដែរឬទេតើវានឹងប៉ះពាល់ដល់ជីវិតគ្រួសាររបស់ពួកគេយ៉ាងដូចម្តេចតើមានវិធីផ្សេងទៀតដែលមនុស្សអាចគិតចេញដែរឬទេសំណួរទាំងនេះតម្រូវឲ្យមានការយល់ដឹងដែលមានតែមនុស្សយើងតែប៉ុណ្ណោះដែលអាចឆ្លើយវាបានហើយអ្វីបានជារឿងនេះសំខាន់សម្រាប់យើងទាំងអស់គ្នាត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនថាព្រោះតាមរយៈការរក្សាការយល់ដឹងនៅក្នុងដៃរបស់មនុស្សយើងនឹងធានាថាប្រព័ន្ធដ៏ស្មុគស្មាញរបស់យើងនៅតែស្របតាមតម្លៃរបស់យើងជានិច្ចបើយើងប្រគល់ការសម្រេចចិត្តទាំងអស់ទៅឲ្យ AI យើងនឹងបាត់បង់អត្ថន័យនៃវឌ្ឍនភាពយើងនឹងក្លាយទៅជាមនុស្សដែលដើរតាមការណែនាំរបស់ម៉ាស៊ីនដោយគ្មានស្មារតីហើយនឹងគ្មានសីលធម៌នោះទៅវិញបងប្អូនការចេះបែងចែកឲ្យច្បាស់រវាងការទស្សន៍ទាយហើយនិងការយល់ដឹងនេះហើយដែលរក្សាវឌ្ឍនភាពរបស់យើងឲ្យមានអត្ថន័យវាធានាថាព័ត៌មានដែលយើងយកមកធ្វើសកម្មភាពនោះមិនមែនគ្រាន់តែជាការស្មានតាមស្ថិតិនោះទេប៉ុន្តែវាគឺជាការពិតហើយនឹងមានប្រយោជន៍សម្រាប់ភាពជាមនុស្សរបស់យើងដូច្នេះចូលបងប្អូនកុំភ័យខ្លាចក្នុងការប្រើប្រាស់ AI ដើម្បីទស្សន៍ទាយហើយនឹងស្វែងរកទិន្នន័យក៏ប៉ុន្តែចូលបងប្អូនចងចាំជានិច្ចថា AI វាគ្រាន់តែជាអ្នកផ្ដល់ផែនទីតែប៉ុណ្ណោះចំណែកឯអ្នកបើកបរដែលដឹងអំពីគោលដៅដឹងអំពីផ្លូវដែលត្រូវជៀសវាងនិងដឹងអំពីអត្ថន័យនៃការធ្វើដំណើរគឺជាបងប្អូនខ្លួនឯងផ្ទាល់
ចូលយើងរក្សាការយល់ដឹងហើយនឹងប្រាជ្ញារបស់យើងនៅក្នុងកំដាប់ដៃរបស់មនុស្សយើងដើម្បីធានាថាបច្ចេកវិទ្យាបម្រើទៅដល់មនុស្សមិនមែនមនុស្សទៅបម្រើបច្ចេកវិទ្យានោះទេ